និយាយពីថាភូមិខ្ញុំពុកម៉ែបងប្អូនណាគឺថាដីយើងនិយាយពីរឿងដីខ្វះតែប្រមាណម៉ែត្រទេ1ហិកតាពុកម៉ែបងប្អូនអើយដីភូមិនោះវាធំពេកចាប៉ុន្តែដាំម៉ែអាដាំដាក់អីក៏មិនកើតដាំអីក៏មិនកើតនិយាយពីដូងដាំរិចពេលតាំងពី50ដើមតែមួយដើមក៏គ្មានកើតផងពុកម៉ែបងប្អូនចាច្រើនអញ្ចឹងពុកម៉ែបងប្អូនឆ្ងល់ថាវាមិនដែលអាណាដាំដូងមិនកើតថាសំបីតែមួយដើមចាពុកម៉ែបងប្អូនណាដោយសារតែដីនាងខ្ញុំនឹងណាវាមានអាកណ្ដៀក្បាលដែកនោះពុកម៉ែបងប្អូនណាដាក់អីតែមកនេះនឹងកណ្ដៀក្បាលដែកអាពួកក្បាលធំហ៎វានៅកប់ហ្មងហើយយើងជីកដីជីកអីដាច់ចង់ដឹងយើងគេឲ្យទ្របដីដំបូកទ្របចំហាមចំហោញអីដាក់គោអូពុកម៉ែបងប្អូនហើយសិតតាអាកណ្ដៀក្បាលធំនឹងឲ្យដាំអត់កើតទេដី1ហិកតាពុកម៉ែបងប្អូនកុំភ្លេចមកណាគឺថាដាំកើតតែស្វាយពុកម៉ែបងប្អូនឃើញហើយមានតែស្វាយទេហើយស្វាយទៀតពុកម៉ែបងប្អូនណាផ្លែរយងរយាមឲ្យអត់ឆ្ងាយទេនេះពុកម៉ែបងប្អូននេះជាប់ចាំខ្នល់ជាប់ខ្នល់ណាភូមិគេជិះម៉ូតូមកឃើញទៅចូលសុំទិញអញ្ចឹងតែមិនដែលលក់បានមួយរៀលទេពុកម៉ែបងប្អូនចែកបងប្អូនយើងហូបអញ្ចឹងមកផ្ដាំទៅដល់ពុកម៉ែបងប្អូនណាចង់អីមកនិយាយពីថាភូមិខ្ញុំពុកម៉ែបងប្អូនណាគឺថាដីយើងនិយាយពីរឿងដីខ្វះតែប្រមាណម៉ែត្រទេ1ហិកតាពុកម៉ែបងប្អូនអើយដីភូមិនោះវាធំពេកចាប៉ុន្តែដាំម៉ែអាដាំដាក់អីក៏មិនកើតដាំអីក៏មិនកើតនិយាយពីដូងដាំរិចពេលតាំងពី50ដើមតែមួយដើមក៏គ្មានកើតផងពុកម៉ែបងប្អូនចាច្រើនអញ្ចឹងពុកម៉ែបងប្អូនឆ្ងល់ថាវាមិនដែលអាណាដាំដូងមិនកើតថាសំបីតែមួយដើមចាពុកម៉ែបងប្អូនណាដោយសារតែដីនាងខ្ញុំនឹងណាវាមានអាកណ្ដៀក្បាលដែកនោះពុកម៉ែបងប្អូនណាដាក់អីតែមកនេះនឹងកណ្ដៀក្បាលដែកអាពួកក្បាលធំហ៎វានៅកប់ហ្មងហើយយើងជីកដីជីកអីដាច់ចង់ដឹងយើងគេឲ្យទ្របដីដំបូកទ្របចំហាមចំហោញអីដាក់គោអូពុកម៉ែបងប្អូនហើយសិតតាអាកណ្ដៀក្បាលធំនឹងឲ្យដាំអត់កើតទេដី1ហិកតាពុកម៉ែបងប្អូនកុំភ្លេចមកណាគឺថាដាំកើតតែស្វាយពុកម៉ែបងប្អូនឃើញហើយមានតែស្វាយទេហើយស្វាយទៀតពុកម៉ែបងប្អូនណាផ្លែរយងរយាមឲ្យអត់ឆ្ងាយទេនេះពុកម៉ែបងប្អូននេះជាប់ចាំខ្នល់ជាប់ខ្នល់ណាភូមិគេជិះម៉ូតូមកឃើញទៅចូលសុំទិញអញ្ចឹងតែមិនដែលលក់បានមួយរៀលទេពុកម៉ែបងប្អូនចែកបងប្អូនយើងហូបអញ្ចឹងមកផ្ដាំទៅដល់ពុកម៉ែបងប្អូនណាចង់អីមកនិយាយពីថាភូមិខ្ញុំពុកម៉ែបងប្អូនណាគឺថាដីយើងនិយាយពីរឿងដីខ្វះតែប្រមាណម៉ែត្រទេ1ហិកតាពុកម៉ែបងប្អូនអើយដីភូមិនោះវាធំពេកចាប៉ុន្តែដាំម៉ែអាដាំដាក់អីក៏មិនកើតដាំអីក៏មិនកើតនិយាយពីដូងដាំរិចពេលតាំងពី50ដើមតែមួយដើមក៏គ្មានកើតផងពុកម៉ែបងប្អូនចាច្រើនអញ្ចឹងពុកម៉ែបងប្អូនឆ្ងល់ថាវាមិនដែលអាណាដាំដូងមិនកើតថាសំបីតែមួយដើមចាពុកម៉ែបងប្អូនណាដោយសារតែដីនាងខ្ញុំនឹងណាវាមានអាកណ្ដៀ